នៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធីក្រកដើម្បីផលិតវីដេអូក្នុង tool របស់ខ្ញុំទាំងអស់នេះសឹងតែអាចប្រើត្រឹមតែក្រកក៏អាចផលិតវីដេអូបានដែរសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមថ្មីហើយអត់ទាន់មានថវិកាដើម្បីចំណាយលុយសំទោសអត់មានលុយដើម្បីចំណាយទៅលើការទិញ Google Gemini Pro Gemini Ultra គឺអាចប្រើប្រាស់ក្រកឬក៏ Google Vis អូខេអញ្ចឹងយើងមកដឹងទាំងអស់គ្នាសិនថាតើក្រកហ្នឹងវាធ្វើអីបានខ្លះទី1បងប្អូនទាំងអស់គ្នាត្រូវកំណត់ option ឲ្យវាសិននេះកំណត់ setting ឲ្យវាកន្លែងនេះនៅក្នុងទូរស័ព្ទឬក្នុងកុំព្យូទ័រចុចកន្លែងហ្នឹងមករកពាក្យ setting ហើយមកកន្លែងពាក្យថា behavior កន្លែងនេះសំខាន់ពីព្រោះយើងអត់ចង់ឲ្យការផលិតវីដេអូហ្នឹងទៅតាមចិត្តរបស់ក្រកទេព្រោះក្រកជាទូទៅយើងដាក់រូបភាពទៅវាអាចផលិតជាវីដេអូប៉ុន្តែវាផលិតទៅមិនតាមទៅវាទេប៉ុន្តែអ្វីដែលយើងចង់បានវាអត់បានអញ្ចឹងហើយយើងត្រូវដោះអាកន្លែងនេះ default របស់វាគឺមានន័យថាវា enable automatic video generation ដាក់រូបភាពទៅគឺវាបង្កើតវីដេអូតែម្ដងអញ្ចឹងយើងបិទកន្លែងនឹងចោលបាទអូខេអញ្ចឹងដូចជារូបភាពនេះអញ្ចឹងគឺយើងអាចឲ្យរូបភាពនឹងទៅជាវីដេអូបានដោយគ្រាន់តែចុចលើសញ្ញាវីដេអូនេះទេ make វីដេអូប៉ុន្តែឲ្យវីដេអូនឹងចេញទៅមិនគឺវាអត់ដឹងអញ្ចឹងហើយ tool របស់ខ្ញុំជាទូទៅគឺខ្ញុំផលិតមកឲ្យមានពាក្យបញ្ជាផលិតរូបភាពហើយចង់ឲ្យរូបភាពនឹងទៅមិនចង់ឲ្យច្រៀងចង់ឲ្យដើរចង់ឲ្យយំអញ្ចឹងហើយនេះជាកលឹះដែលយើងអាចប្រើក្រកដើម្បីផលិតវីដេអូបានទៅតាមអ្វីដែលយើងចង់បានខ្ញុំ sample ឲ្យមើល tool មួយផលឲ្យបងប្អូនមើល tool មួយដែលខ្ញុំទើបតែធ្វើហើយទេនេះគឺ MV Lab tool សម្រាប់ផលិតវីដេអូប្រភេទ MV អញ្ចឹង tool នេះឥឡូវវាចាប់ផ្ដើមផលិតជាសាច់រឿងមកហើយផលិតជាគេហៅថា image prompt មានន័យថាជា prompt ដើម្បីយកទៅផលិតជារូបភាពហើយបន្តមកទៀតមានគេហៅថា video prompt ជា prompt ដែលបញ្ជាឲ្យមានវីដេអូអញ្ចឹងមុនដំបូងយើងផលិតរូបសិនឥឡូវទៀតខ្ញុំយកក្រកហ្នឹងទៅផលិតជារូបភាពចុចលើ image មកហើយយើងផាស prompt នឹងចូលបាទ prompt នឹងចូលយើងយករូបភាពណាកន្លែងនេះយើងចុចយករូបភាពអត់យកវីដេអូទេនេះយើងអត់ចង់ឲ្យវាផលិតវីដេអូទេព្រោះបើចេញទៅវីដេអូវាចេញទៅណាឆ្កុយផ្សេងយើងអត់បញ្ជាទៅតាមអ្វីយើងចង់បានហ្នឹងព្រោះគោលដៅរបស់យើងចង់បង្កើតវីដេអូប្រភេទ MV ដែលវាមានគេហៅថាច្រៀងតាមអីចឹងណាអញ្ចឹងឥឡូវបានរូបមកនេះអូខេបន្តមកទៀតយើងទៅយកនេះគេហៅថា video prompt នេះយកមកដាក់នៅកន្លែងនេះហើយវាជាប្រភេទវីដេអូចម្រៀងអញ្ចឹងអ្នកចម្រៀងនេះត្រូវច្រៀងនេះអញ្ចឹងត្រូវច្រៀងគឺយើងយកអីគេយើងយកនេះមកទៀតនេះគេហៅថា lyric cover នេះយកមកផាសបន្តទៀតមកអូខេអានេះគឺជា tool មួយទាក់ទងនឹងការបង្កើតវីដេអូ MV អញ្ចឹងបើ tool ផ្សេងទៀតផលិតតុក្កតាផលិតអីឧទាហរណ៍តុក្កតាត្រូវនិយាយវាមាន lyric មានអីអញ្ចឹងណាអញ្ចឹងយើងយកមកដាក់អញ្ចឹងដូចគ្នាពិបាកទេដាក់មកផាសមកឥឡូវយើងចាំមើលថាតើវីដេអូរូបមួយសន្លឹកអញ្ចេះវានឹងចេញទៅជាវីដេអូនឹងធ្វើសកម្មភាពមិនហើយវាច្រៀងមិនមានសំឡេងច្រៀងអត់ប៉ុន្តែដល់ពេលយើងធ្វើ MV យើងមិនមែនយកសំឡេងចេញពីក្រកហ្នឹងទេព្រោះយើងមាន lyric នេះមានចម្រៀងស្រាប់ហើយមាន style ត្រូវច្រៀងមិនហ្នឹងស្រាប់ហើយអញ្ចឹងយើងប្រើកម្មវិធី Suno ឬក៏កម្មវិធីអីផ្សេងទៀតដើម្បីផលិតចម្រៀងបាទអញ្ចឹងបងប្អូនដែលស្ដាប់អត់ទាន់កុំស្ដាប់ព្រោះអត់សំខាន់ទេអ្វីដែលសំខាន់នៅក្នុងមេរៀននេះគឺចង់ឲ្យបងប្អូនចេះអំពីការបាទម្ដងទៀតអ្វីដែលខ្ញុំចង់ឲ្យបងប្អូនចេះនៅក្នុងវីដេអូនេះគឺចេះកំណត់ setting នៅក្នុងក្រកនេះមួយហើយបន្តមកទៀតយល់អំពី concept នៅក្នុងការធ្វើវីដេអូក្រកបាទអញ្ចឹងនៅក្នុង tool របស់ខ្ញុំជាទូទៅគឺមានគេហៅថា animate prompt ឬក៏ video prompt អញ្ចឹងពាក្យថា video prompt ហ្នឹងមានន័យថាយើងមានរូបភាពមួយស្រាប់ហើយអញ្ចឹងយើងចង់ឲ្យវីដេអូផលិតចេញមកទៅតាមអីទៅតាមនេះទៅតាមអ្វីដែលគេចេញមកហ្នឹងដែលគេដាក់មកហ្នឹងអូខេអញ្ចឹងដូចបងប្អូនឃើញមិញអញ្ចឹងយើងដាក់ចម្រៀងអក្សរចូលយើងដាក់វីដេអូប្រមនឹងចេញទៅដាក់រូបភាពនឹងចូលទៅគឺវាចេញមកអញ្ចឹងនេះបាទអញ្ចឹងវាច្រៀងទៅតាមអក្សរដែលយើងចង់បានអញ្ចឹងបើសិនបើយើងធ្វើ MV គឺអ្នកចម្រៀងនឹងច្រៀងមាត់ lip sync ទៅតាមនឹងបណ្ដោយគឺស្អាតperfect តែម្ដងឃើញទេអញ្ចឹងប៉ុណ្ណឹងអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងអ្វីដែលចង់ឲ្យបងប្អូនចេះគឺចេះក្នុងការយកអា prompt ដែលត្រូវប្រើនេះអញ្ចឹងបើបងប្អូនដឹងអំពីលក្ខណៈពិសេសរបស់ក្រកហើយ tool របស់ខ្ញុំអត់មានអីពិបាកប្រើទេបាទព្រោះវាសរសេរសាច់រឿងមកវាមានអា prompt វីដេអូ prompt មាន image prompt នឹងស្រាប់អញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងបងប្អូនមានសំណួរផ្សេងៗអាចឆាសសួរបន្ថែមបាន